សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺនាំបងប្អូនមកទស្សនាវីដេអូមួយដែលខ្ញុំស្លមកជូរគ្រឿងពោះគោបាទឥឡូវពោះគោដែលយើងទិញមកហ្នឹងគឺយើងបានលាងទឹកហើយយើងក៏យកវាមកស្រោះបងប្អូនបាទយកវាស្រោះឲ្យរឹងសិនណានៅពេលឲ្យវារឹងចឹងសិនយើងដាក់នៅក្នុងទឹកត្រជាក់មកបាទយើងស្រង់វាដាក់នៅក្នុងទឹកត្រជាក់បាទស្រង់ពោះគោដែលយើងត្រូវស្លហ្នឹងដាក់ទឹកត្រជាក់សិនមកបន្ទាប់មកទៀតគឺយើងយកវាមកហាន់បាទហាន់ជាដុំជាកង់តូចល្មមមកយើងស្លអញ្ចឹងណាបាទនៅពេលនេះគឺយើងហាន់រួចហើយបាទបន្ទាប់ទៀតយើងមកដាក់ឆ្នាំងសម្លរបស់យើងដើម្បីត្រៀមស្លឲ្យកាច់ហ្គាសមកយើងកាច់ហ្គាសកាច់អីហើយយើងបាទឥឡូវយើងចាក់ប្រេងឆាចូលទៅក្នុងឆ្នាំងយើងមានជាមួយនឹងគ្រឿងបុករបស់យើងហ្នឹងបាទគ្រឿងបុករបស់យើងគឺយើងចាក់ចូលឆ្នាំងដើម្បីយើងលីងគ្រឿងរបស់យើងណាបងប្អូនបាទយើងលីងគ្រឿងមកវាបន្ទាប់មកយើងមានម្ទេសនេះបាទម្ទេសហុយក៏បានហើយម្ទេសមួយទៀតបងប្អូនម្ទេសក្រហមយើងហ៎បាទម្ទេសចិញ្ច្រាំដាក់អាហ្នឹងក៏បានដែរម្ទេសក្រៀមត្រាំចិញ្ច្រាំក៏បានដែរឬក៏ម្ទេសនេះក៏បានដែរបាទបន្ទាប់មកទៀតគឺយើងចាក់ជាមួយនឹងពោះគោរបស់យើងបាទពោះចូលចាក់ចូលទៅក្នុងឆ្នាំងដើម្បីឆាវាជាមួយនឹងគ្រឿងបាទឆាជាមួយគ្រឿងហើយបន្ទាប់មកយើងវាជាមួយគ្រឿងដូចជាទឹកត្រីមកជាមួយនឹងម្សៅស៊ុបខ្នុរមួយស្លាបព្រាមកហើយយើងឆាឲ្យវាចូលគ្នាចុះឡើងមកអាចដាក់ជាមួយស្ករប៊ីចេងអីខ្លះទៀតក៏បានដែរបងប្អូនបាទហើយនេះអំពិលក៏ប៉ុន្តែអំពិលត្រូវដាក់តាំងឆាមួយគ្រឿងក៏បានដែរតែថាខ្ញុំភ្លេចបាទនៅពេលដែលយើងដាក់រួចហើយគឺយើងមកចាក់ទឹកចូលដើម្បីរងាស់ពោះគោនឹងអញ្ចឹងណាបងប្អូនបាទនេះទឹកដែលខ្ញុំបានដាក់ហើយតមកទៀតប្រហុកកម្មពិតខ្ញុំភ្លេចទេអាហ្នឹងគេឆាមួយគ្រឿងហើយខុសក្បួនណាបងប្អូនគ្រាន់តែអត់អីទេយើងអាចដាក់បានបើតាមយល់ល្អយើងត្រូវដាក់ឆាវាមួយគ្រឿងតាំងពីដំបូងបាទឥឡូវយើងមករងាស់វាហើយរងាស់ត្រូវការពេលបន្តិចដែរបងប្អូនមានដាក់ទឹកមួយល្មមរងាស់វាបាទនេះជាមួយបន្លែតកួនរបស់យើងហ្នឹងយើងប្រើបន្លែតកួនបាទអ្នកខ្លះប្រើត្រប់ប្រើអីក៏បានដែរបាទនេះគឺយើងរងាស់វាបាទក្រាក់ដាក់ភ្លើងបើកភ្លើងល្មមមកបាទឡងពេលដែលយើងរងាស់យើងអាចដាក់ជាមួយនឹងស្លឹកក្រូចសើចបានបងប្អូនណាបាទយើងដាក់ទៅដើម្បីឲ្យវាមានក្លិនឈ្ងុយបន្ថែមទៀតនេះគឺចាប់ផ្ដើមកោកទឹកម្ដងហើយចុះឲ្យខ្ញុំថែមទឹកដើម្បីរងាស់ទៀតបាទចាក់ទឹកពីលើចូលទៅដើម្បីរងាស់អាសាច់ហ្នឹងទៀតព្រោះសាច់ពោះគោហ្នឹងគឺអត់ងាយទេសាច់អត់ងាយផុយទេណាបងប្អូនយើងត្រូវការរងាស់បន្តិចបាទខ្ញុំស្រង់មើលបាទព្រោះអាពោះកាន់គឺវាអត់ងាយផុយទេនេះគឺខ្ញុំរងាស់ផុយរួចហើយចឹងហើយខ្ញុំដាក់បន្លែតកួនចូលបាទនេះហើយខ្ញុំភ្លក់ឲ្យអស់ណាយើងបងប្អូនភ្លក់មើលថាល្មមនៅគ្រឿងបាទអញ្ចឹងនេះគឺរួចរាល់ហើយយើងថែមជាមួយម្ទេស2គ្រាប់ទៀតជាការស្រេចបាទអញ្ចឹងគឺបានសម្លមកជូរពោះគោជាការស្រេចបាទអរគុណច្រើនបងប្អូនសម្រាប់ការទស្សនា